ការពិតជាក់ស្ដែងចាមិនមានការភូកកុហកដល់បងប្អូនអតិថិជនដោយដែលអាដាមជំទាវលោកស្រីនាងកញ្ញាបងប្អូនអ្នកសារព័ត៌មានដៃគូអាជីវកម្មនិងបងប្អូនអតិថិជនបានជ្រាបហើយអំពីព័ត៌មានការពិភាក្សាថ្មីនេះពាក់ព័ន្ធទៅនឹងការផ្ទុះការវេទញែកអំពីក្រុមហ៊ុនអង្គរមានពាក្យចចាមអារាមថាក្រុមហ៊ុនអង្គរមានគឺមានភាគហ៊ុនចាដៃគូនៃប្រទេសថៃចូលរួមក៏ប៉ុន្តែបច្ចុប្បន្នដោយសារតែបញ្ហាឈ្លានពានពីសំណាក់ថៃមកលើអធិបតេយ្យភាពកម្ពុជាយើងគឺបន្តធ្វើការពាក់ការនៅផលិតផលចាថៃគ្រប់ប្រភេទដូច្នេះហើយចាក៏មានការប៉ះពាល់ទៅដល់ក្រុមហ៊ុនអង្គរមានដែរដែលយើងមិនច្បាស់ថាយ៉ាងណាដូច្នេះនៅក្នុងថ្ងៃនេះកម្មវិធីសន្និសីទកសែតរបស់យើងដែលមានការអញ្ជើញចូលរួមយ៉ាងច្រើនកកពីបងប្អូនអ្នកសារព័ត៌មានដើម្បីជ្រាបច្បាស់បងមានចម្ងល់ឬក៏មិនទាល់សង្ស័យពាក់ព័ន្ធទៅនឹងចំណុចណាមួយចាអាចអញ្ជើញសួរទៅដល់គណៈគ្រប់គ្រងរបស់យើងបានពួកគាត់នឹងចាបកស្រាយឲ្យបានក្បោះក្បាយការពិតជាក់ស្ដែងចាមិនមានការភូកកុហកដល់បងប្អូនអតិថិជនបើសិនជាបងមានចាចម្ងល់ឬក៏សំណួរចាសូមអញ្ជើញលើកដៃក្រុមការងារនឹងយកមីក្រូហ្វូនជូនចាក្នុងនាមគណៈគ្រប់គ្រងក្នុងនាមបុគ្គលិកនៃក្រុមហ៊ុនអង្គរដារីប្រូដាក់កូ LGV ដែលផលិតផលអង្គរមានសូមប្រកាសបាត់អហង្ការថានៅក្នុងក្រុមហ៊ុនរបស់អង្គរមានយើងនេះអង្គរដារីប្រូដាក់គ្មានភាគហ៊ុនរបស់ជនជាតិថៃរដ្ឋាភិបាលថៃសមាជិកថៃឬក៏ជនជាតិថៃជនជាតិសៀមណាមួយទេសូមប្រកាសបាត់អហង្ការអង្គរមានគឺជាក្រុមហ៊ុនដែលចុះប្រតិបត្តិការក្រោមការគ្រប់គ្រង 100% របស់វិនិយោគប្រតិបត្តិការរបស់យើងគឺឯករាជ្យម្ចាស់ការគ្មានពាក់ព័ន្ធជាមួយនឹងជនជាតិដែលបងប្អូនបានសួរនោះទេគឺអត់មានទេសូមប្រកាសជាថ្មីបណ្ដាទៀតបាទសូមបញ្ជាក់ថានៅក្នុងអាជ្ញាប័ណ្ណនៃការចុះបញ្ជីពាណិជ្ជកម្មទាំងបតង់ទាំងអាជ្ញាប័ណ្ណស្របច្បាប់ទាំងអស់របស់ប្រជាជាតិកម្ពុជារបស់ក្រុមហ៊ុន Angkor Dairy Product គឺជារបស់យើងបាន 100% អត់មានជនជាតិថៃអត់មានសៀមនៅបញ្ជាក់ទេអញ្ចឹងដូចតែខ្ញុំបានដាក់នៅលើតុស្វាគមន៍បងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពទី1សូមអរគុណចាសូមអរគុណទៅដល់លោកនាយកដែលបានបកស្រាយយ៉ាងក្បោះក្បាយពាក់ព័ន្ធទៅនឹងចម្ងល់ក៏ដូចជាការមិនទាន់សង្ស័យរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកប្រើប្រាស់ក៏សូមអរគុណទៅដល់អង្គរមានដែលបានចាជួយទៅដល់បងប្អូនភាសាដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់ថៃមកលើអធិបតេយ្យភាពកម្ពុជានិងសូមអរគុណទៅដល់អង្គរមានដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការពង្រឹងខឿនសេដ្ឋកិច្ចក៏ដូចជាផ្ដល់ឱកាសការងារយ៉ាងច្រើនជួយទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាចាសូមអរគុណសូមសម្ដែងតែបានខ្លាំងៗជូនទៅដល់អង្គរមានចា